ត់មានជាបញ្ហាចោលទេណាទាំងស្បូនដៃស្បូនទាំងផ្លោកនោមណាអត់មានការបង្ករោគអីទាំងអស់ណាចឹងគ្រូសុំវិញមានថាគ្រូសុំទៅលើរោគសញ្ញាដែលយើងលើកឡើងដំបូងគេទាំងរហូតមកដល់ឥឡូវណាដំបូងធ្វើទុកបានមិនដំបូងអស់ហ្នឹងរបៀបដូចនឹងទាស់នោមហ្នឹងទាស់នោមណាចាពិបាកនោមរបៀបនោមកាហាយនោមអីឈឺចឹងណាតែការដំបូងរៀងញឹកទៅទៅពេលទៅអីខ្ញុំលើឆ្នាំទៅបែរជាដូចខ្ញុំនិយាយចឹងនេះខ្ញុំញ៉ាំទឹកពេលផឹកចឹងហូរដល់មកមិនដល់ពីណោះវាចាប់ដើមធ្វើតុកចាប់ដើមធ្វើតុកហ្នឹងគឺបន្តិចទីចង់ទៅនោមចង់ទៅនោមកាហាយអីចុកអាកន្លែងលើថ្ងាសចេះចុកហើយឲ្យទៅពេលហូរនោមវាចាប់ដើមអួឈឺកន្លែងនេះកន្លែងថោកនោមនេះយើងហ្នឹងឈឺអួយកហ្មងហើយចង់ហូរទៅអង្គុយនោមចឹងនោមឲ្យបន្តិចគ្រាន់តែពេលយើងទៅថាអស់ហើយណាងើបគ្រាន់លើកឡើងចុកឈឺនោមទៀតចាឥឡូវនិយាយនោមញឹកហ្នឹងមួយដងក្នុងមួយថ្ងៃមួយថ្ងៃបើសិននិយាយវិញច្រើនដងលោកគ្រូប្របបានចាច្រើនមួយដងតាំងឥឡូវតែនិយាយពីមួយថ្ងៃហ្នឹងវិញតាំងដល់ឥឡូវចូលចិត្ត10 ដងហើយ10 ដងណាចាថ្ងៃខ្លះលើសហ្នឹងហើយលើស10 ដងណាចាបើខ្ញុំញ៉ាំទឹករៀងក្បាលប្រឡប់អីយប់ឡើងនោមញឹកដែរចុះយប់ឡើងនោមមួយដងយប់ឡើងខ្ញុំឡើងនោម4 5 ដង4 5 ដងចារំខានការឃើញអត់រំខានថ្ងៃខ្លះពេលថាយើងដល់ថ្ងៃមួយយើងថ្ងៃខ្លះចឹងយើងញ៉ាំទឹករៀងច្រើនទៅវាទៅបាយជាធ្វើឲ្យយើងពិបាកនោមវិញនោមរៀងនោមច្រើនដងតិចឡើងនោមតែថាខ្ញុំញ៉ាំទឹកប្រហែល7ខ្ញុំជប់ញ៉ាំទឹកខ្ញុំចូលគេអាហ្នឹងមួយយប់ហ្នឹងខ្ញុំនោមតែ2 ដងទៅ3 ដងហើយប៉ុន្តែវានៅតែហាយតិចតើបតើនឹងការញ៉ាំទឹកច្រើននោមច្រើនញ៉ាំទឹកច្រើននោមច្រើនញ៉ាំទឹកតិចនោមតិចអត់ទេនោមតិចប៉ុន្តែនោមលក្ខណៈហាយជឿប៉ុន្តែនោមពណ៌អីទៅនោមពណ៌ជូនសជូននេះវានិយាយថាយើងមកនេះពណ៌ទឹកសយកទៅញ៉ាំធម្មតាណាចាប៉ុន្តែនោមម្ដងច្រើនណាស់ពេលខ្លះក៏ច្រើនពេលខ្លះពេលយើងកាហាយចុកខ្លាំងពេកនោមមកតិចចេកវិញអានោះពេលយើងចុកខ្លាំងពេលយើងអត់ទៅចុកចឹងវានោមមកច្រើនចុះគូបចិត្តមានថានោមបើយើងញ៉ាំទឹកច្រើននោមច្រើនចាបន្ថយចំនួនទឹកយើងនោមណាស់តែយើងគាត់នឹងឈឺនោមតិចតែនោមឈួលមកលើតោះនោមចឹងបាទហើយគាត់ទៅនឹងខ្លាចទៅដល់ហូរដល់នោមទៅថាធ្វើដល់នោមគាត់រឿងតិចនោមចុកនោមអីគាត់ទាំងនោះបាទហើយយកនោមចុកដល់ណាពិបាកបន្តិចទៅនោមបន្តិចចុកអញ្ចឹងទៅក៏ខ្លាចខូចត្រង់នោមទៅណាចាប៉ុន្តែអារម្មណ៍ទៅនោមណាពេលដែលយើងទៅទឹកអញ្ចឹងមកដល់អង្គុយអារម្មណ៍របស់យើងចង់ទៅនោមទៅដល់នោមទៀតចង់ទៅដល់ថ្ងៃក៏ទៅរឿងគាត់ទៅនោមដែរបាទមានអារម្មណ៍ចង់ទៅនោមអត់អស់ចានោមអត់មានអីទៀតទេចុករោជាគេចុកចាំទៅចុកខ្លាំងអត់ចុករោជាគាត់ថាមកពីខ្ញុំពេលដែលខ្ញុំកាត់កូនខ្ញុំវែហ៎ stress អត់ទើបថមអត់ចាខ្លាំងអត់គូសំហើយប៉ះពាល់ការគេង stress យ៉ាងប៉ះពាល់តែចង្កានគេលក់បារម្ភរឿងអីអត់មានអីគាត់ទៅរឿងជំងឺខ្លាចឈឺអីតែរឿងជំងឺណាចាអត់មានអីទៅចិត្តអស់អីរោគសញ្ញាជំងឺគ្រូនៅអត់មានអីទេទៅលោកបញ្ជាក់ទៅចឹងជំងឺប្រចាំកាយមានទេណាអត់មានផងទៅនោមផ្អែមលើឈាមអត់ដែរមានណាមើលឲ្យអស់ណាមើលអស់និយាយរួមមានតែខាងក្នុងនោមមួយអញ្ចឹងចាបាទព្រោះឥឡូវតើតើនឹងជំងឺមានថាយើងប្របាក់នោមណានោមឈឺនោមកាហាយឈឺនៅខ្លោចនោមញឹកលើពី10 ដងទៅណាបាទជប់ឡើងនោមញឹកដែរលើពី4 5 ដងអញ្ចឹងទៅប៉ះពាល់ទៅនេះគេនឹងសើបានទឹកនោមពណ៌លឿងជួនកាលញ៉ាំទឹកច្រើនពណ៌ខ្លាំងដូចទឹកធម្មតាណាអារម្មណ៍របស់យើងចង់ទៅនោមបាទតបទឹកឲ្យមកវិញប្រហែលពី3 នាទីទៅនោមទៀតដែរចុករយឆ្កេះតិចតួចណាបាទមានភាពតាមដែរអញ្ចឹងទៅរោគសញ្ញាអស់ហ្នឹងអាចទៅជំងឺមួយដែរដែលសម្រាប់នោមសកម្មណាបាទស្គាល់ហើយណាមិនអញ្ចឹងណាបាទគេហៅថាOIB over bladder